បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះគឺខ្ញុំមកបង្ហាញពុកម៉ែបងប្អូនទាំងគ្នាតតែម្ដងអំពីការលេងល្បែងដីនៅក្នុងការបដោះកូនណាហើយខ្ញុំលេងល្បែងដីនេះគឺខ្ញុំលេងសម្រាប់បដោះកូនពេញប៉ោះឈើរីពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនគ្នាតតែម្ដងក្នុងការលេងល្បែងដីបាទល្បែងដីយើងមានដូចជាបាទក្រហមនេះគឺជាប្រភេទដីសម្រេចហើយនេះគឺជាសកៃដូងបាទយើងលេងបន្ថែមហើយខ្មៅនេះបាទគឺជាខ្ជូងកាមហើយសនេះគឺកបោសបាទយើងលេងតែប៉ិតយើងត្រូវលេងរយវាពីលើបាទបងប្អូនអរគ្នាតែគឺសម្រាប់សូបង្ហាញពុកម៉ែបងប្អូនអរគ្នាគឺខ្ញុំដាក់ម្ដុំអញ្ចឹងកន្លងមកគឺខ្ញុំបានបង្ហាញពុកម៉ែបងប្អូនអរគ្នាបាទច្រើនហើយឥឡូវនេះគឺខ្ញុំបង្ហាញពុកម៉ែបងប្អូនគ្នាបន្តតែម្ដងបាទសម្រាប់ពុកម៉ែបងប្អូនណាដែលគាត់ត្រូវការកបោសឬក៏ដីសម្រាប់អីបាទនៅក្នុងក្រុមហ៊ុន Hoyon Agriculture គឺមានលក់ពុកម៉ែបងប្អូនអរគ្នាចឹងអាចតាក់ទងទៅកាន់เพจរបស់រោងចក្រ Hoyon ក៏បានឬក៏ពុកម៉ែបងប្អូនទាំងគ្នាអាចទំនាក់ទំនងតាមលេខទូរស័ព្ទដែលខ្ញុំដាក់នៅលើវីដេអូនេះបានហើយល្បែងដីដែលយើងលេងនេះពុកម៉ែបងប្អូនទាំងគ្នាយើងបដោះកូនគឺមានប្រសិទ្ធភាពខ្លាំងមែនទែនយើងប្រើខ្ជូងកាមបាទដូចខ្ញុំរៀបរាប់អញ្ចឹងខ្ជូងកាមគឺវាជួយឲ្យដីបាទធូរធ្វើឲ្យកូនបដោះរបស់យើងហ្នឹងគឺចាក់ឫសបានល្អហើយសកៃដូងហ្នឹងគឺជួយបាទរក្សាទឹកគឺមិនឲ្យខួតបាទពុកម៉ែបងប្អូនទាំងគ្នាគឺអត់ងាយខ្សោះណាហើយចំពោះដីសម្រាប់នេះបាទយើងលាយដើម្បីអេតបន្ថែមនៅសារធាតុចិញ្ចឹមជំនួយទៅដល់កូនបដោះរបស់យើងបាទហើយវីដេអូគឺខ្ញុំអត់មានអីច្រើនទេពុកម៉ែបងប្អូនទាំងគ្នាគ្រាន់តែចែកម្លែកពីសកម្មភាពខ្លះបាទដែលខ្ញុំលាយដីសម្រាប់បដោះកូនពេញប៉ោះ cherry នេះហើយឥឡូវនេះគឺខ្ញុំលាយបដោះចំនួន30ត្រេបាទចំពោះដីដែលយើងលាយសម្រាប់បដោះកូននេះបាទពុកម៉ែបងប្អូនទាំងគ្នាចង់លាយប៉ុណ្ណាក៏បានដែរតែខ្ញុំលាយប៉ុណ្ណេះគឺសម្រាប់បដោះកូនបាទ30ត្រេបើយើងលេងកាន់តែច្រើនកាន់តែល្អពុកម៉ែបងប្អូនទាំងគ្នាយើងអាចអាប់ទុកមួយថ្ងៃពីរថ្ងៃអញ្ចឹងណាពុកម៉ែបងប្អូនទាំងគ្នាហើយវីដេអូរបស់ខ្ញុំគឺអត់មានអីច្រើនទេមានតែប៉ុណ្្នឹងទេអរគុណដល់ពុកម៉ែបងប្អូនទាំងគ្នា